ប្រសិនបើយើងបោសតែម្ដងបានស្អាត10ថ្ងៃមិនដឹងជាល្អប៉ុណ្ណាទេណោះប៉ុន្តែនេះអត់ទេបោសថ្ងៃហ្នឹងហើយស្អែកឡើងគឺដាំលវាមពេញនៅលើសាបហ្នឹងហើយគឺដានកង់ដានម៉ូតូនេះឯងហើយអ្នកដែលនិយាយអញ្ចឹងណាភាគច្រើនគឺអ្នកដែលខ្ជិលនឹងឯងបើសិនជាគេអត់ខ្ជិលគេធ្វើរាល់ថ្ងៃគេអត់ដែរនិយាយឲ្យលេងហើយណាមួយដោយសារអ្នកគ្រូព្រលឹមឡើងហ្នឹងគឺត្រូវទៅសាលាបាត់ហើយតម្រាំទៅមកវិញម៉ោង11ដាំបាយដាំទឹកទេពតបហូបបាយហើយហ្នឹងដល់ម៉ោងចូលបរិញ្ញាម៉ោងបន្ថែមទៀតបាត់ហើយហ្នឹងអញ្ចឹងទៅវាអត់សូវមានពេលឆ្លៀតបានធ្វើការងារអស់ហ្នឹងណាហើយបើធ្វើតើតែឆ្លៀតណាស់ហើយមិនបានធ្វើហើយឥឡូវនេះទៀតបន្ថែមការងារឲ្យខ្លួនឯងធ្វើមួយទៀតគឺជាអ្នកផលិតមាតិកានេះឯងអញ្ចឹងទៅពេលទំនេរគឺត្រូវបានអង្គុយកាត់តវីដេអូបញ្ចូលសំឡេងការងារផ្ទះគឺត្រូវធ្វើមិនសូវបានពេញដៃពេញជើងប្រហែលទេតើតែឆ្លៀតធ្វើណាស់ការងារណាត្រូវខានគឺអ្នកគ្រូត្រូវតែអត់ធ្វើនឹងឯងដើម្បីមកឆ្លៀតធ្វើការងារណាដែលសំខាន់សិននិយាយរៀបរាប់យ៉ាងយូរភ្លេចគិតការងារមួយទៀតដែលសំខាន់គឺការងារមើលអូននេសាប៉ុន្តែការងារនេះគឺមើលដោយក្តីស្រឡាញ់ដោយការពេញចិត្តហើយចឹងទៅការងាររាល់ថ្ងៃនឹងសរុបមកគឺច្រើនរៀបរាប់ឡើងមហោមហែហ្នឹងគឺចង់ប្រាប់ថាមនុស្សយើងម្នាក់មានការងារច្រើនរៀងខ្លួនអញ្ចឹងខិតខំធ្វើការងារយើងឲ្យរីកចម្រើនទាំងអស់អរគុណបាយបាយជម្រាបលា